រឿងកុលាបក្រហមភាគទី8បន្ទាប់ពីអង្គុយអស់សង្ឃឹមមួយស្របក់ធំនាងបិទហាងហើយចូលទៅសម្រាកលុះព្រឹកឡើងពេលនាងកំពុងញ៉ាំអីក៏មានភ្ញៀវស្រីម្នាក់ចូលមកនាងចេញមកស្វាគមន៍ណែនាំស្ត្រីនោះពីសម្លៀកបំពាក់ក្នុងហាងស្ត្រីនោះមិនគិតច្រើនចង្អុលយកនេះយកនោះបានអីវ៉ាន់ជាច្រើននាងប្រញាប់ខ្ចប់ជូនរួចនិយាយអរគុណបងស្រីសម្រាប់ការកាមុងលើសពី10ឈុតជាភ្ញៀវដំបូងប្អូន discount ជូនបងតម្លៃធូរនេះបងនិងអីវ៉ាន់សូមអញ្ជើញបងទូទាត់ប្រាក់ស្ត្រីនោះក៏ទូទាត់ប្រាក់ហើយយកអីវ៉ាន់ហើយចាក់ចេញទៅអរគុណបងស្រីថ្ងៃក្រោយអញ្ជើញមកទៀតនាងសប្បាយចិត្តយ៉ាងខ្លាំងអង្គុយរាប់លុយយ៉ាងរីករាយព្រោះនេះលុយដំបូងដែលនាងរកបានពីការលក់សម្លៀកបំពាក់ក្នុងហាងថ្មីរបស់នាងថ្ងៃបន្តិច PR ចេញមកខាងក្រៅហាងឲ្យស្រឡះមុខបន្តិចនាងកំពុងចុចទូរស័ព្ទមើលសុកស្រាប់តែមានបុរសម្នាក់ឈ្មោះសុកដាំដែលជាចោរឆក់ទូរស័ព្ទដ៏កំពូលនៅម្ដុំនោះហក់ហែមកឆក់ទូរស័ព្ទពីដៃនាងបណ្ដាឲ្យនាងដួលរលត់កែងដៃនិងបាតដៃហើយវារត់បាត់នាងបានត្រឹមស្រែកហៅគេឲ្យជួយតែតាមមិនទាន់វាទេអ្នកជិតខាងក៏គ្រានាងទៅមន្ទីរពេទ្យនិយាយពីអាចោរក្ដាំនោះវិញវារត់លឿនពេកភ្លេចមើលឡានបើកមកក៏ត្រូវឡានអូសចម្ងាយ10ម៉ែត្រហើយទូរស័ព្ទដែលវាឆក់នោះធ្លាក់ត្រូវភ្នែកវាបែកអំពិលអំពែកទៀតវាឈឺខ្លាំងស្រែកដូចឆ្កែត្រូវឡានបុកមួយសន្ទុះក្រោយមកប៉ូលីសក៏មកដល់ហើយនិយាយចាប់បានស្រេចតាមរកមុខយូរហើយអាចោរក្ដាំនេះមុខសញ្ញាវាមានយូរហើយរឿងឆក់ទូរស័ព្ទនិងច្បោកប្រាស់គេតាមបណ្ដាញសង្គមប៉ូលីសកំណត់មុខសញ្ញារួចហើយតែវាចេះតែគេចវេះបានរហូតឥឡូវបានស៊ីបាយក្រហមហើយមកយកវាទៅនិយាយរួចប៉ូលីសក៏ក្រៀតដៃអាចោរក្ដាំសម្ដៅទៅប៉ុស្តិ៍និយាយពី PR វិញនាងកំពុងរុំរបួសនៅមន្ទីរពេទ្យបុរសដែលជួយនាងពីថ្ងៃមុនក៏មកមើលនាងដែរគេបារម្ភពីនាងយ៉ាងខ្លាំងគេជូននាងមកហាងវិញហើយមើលថែនាងយកទឹកឲ្យនាងផឹកជួយលក់អីវ៉ាន់ជំនួសនាងចាប់ផ្ដើមមានអារម្មណ៍ថាចូលចិត្តគេខ្លាំងឡើងបន្តិចក្រោយមកក៏មានភ្ញៀវចូលមកគេក៏ប្រញាប់ស្ទុះទៅបើកទ្វារហើយអញ្ជើញភ្ញៀវឲ្យចូលមកឬសម្លៀកបំពាក់ឲ្យភ្ញៀវលោកខ្ចប់អីវ៉ាន់ជូនភ្ញៀវហើយជូនដំណើរភ្ញៀវទៀតនាងសង្កេតឃើញការយកចិត្តទុកដាក់របស់បុរសនោះក៏លងចិត្តព្រមទទួលយកស្នេហាម្ដងទៀតយប់ឡើងពួកគេក៏នាំគ្នាទៅមើលផ្កាយហើយបង្កើតអារម្មណ៍ស្នេហាដ៏ស៊ីជម្រៅក្នុងយប់នោះសូមរងចាំទស្សនាភាគបន្ត